boss តើយើងនឹងជួបគ្រាប់បែកដែលបង្កើតដោយមនុស្សទេគឺខ្ញុំដែលនៅរស់ខ្ញុំកំពុងរត់ដើម្បីសង្គ្រោះមនុស្សវាជាទារកដែលបង្កើតដោយមនុស្សវាគួរឲ្យស្រឡាញ់ណាស់ចៅហ្វាយតើយើងអាចរក្សាវាបានទេទារកឃ្លានណាស់រក្សាទុកទារកទំនងជានឹងស្លាប់វាខ្សោយណាស់បើគ្មានមនុស្សមើលថែទេវាមិនអាចរស់បានឡើយយើងត្រូវហៅនរណាម្នាក់មករក្សាទុកជួយមានមនុស្សនៅទីនេះជួយសំឡេងមិនត្រឹមត្រូវទេតោះទៅមើលនរណាម្នាក់ប្រញាប់នឹងរក្សាទុកវាជាក្មេងស្រីតូចក្មេងស្រីភ្ញាក់ឡើងស្រីវាភ្ញាក់ហើយមកក្មេងស្រីហេតុអ្វីបានជាអ្នកនៅទីនេះតែម្នាក់ឯងតើអ្នកជាម្ដាយទេម៉ាក់កូនឃ្លានហើយមកមីងនៅសល់នំមួយកន្លះយកវាទៅញ៉ាំវាអរគុណអ្នកមីងមីងអ្នកមិនចាំបាច់ធ្វើចានទេមីងញ៉ាំវាទៅមីងញ៉ាំវាទៅមីងខ្ញុំនឹងចិញ្ចឹមអ្នកមីងអ្នកឃ្លានហើយមកញ៉ាំវាប្រញាប់ឡើងបងស្រីញ៉ាំវាខ្ញុំមិនឃ្លានទេស្រីតូចផ្ទះអូនណែណាមីងនឹងយកទៅផ្ទះមិនអីទេវ៉ាន់មិនមានផ្ទះទេពួកគេមិនចូលចិត្តវ៉ាន់មិនទេនាងជាបន្ទុកក្នុងអង្គរខ្ញុំនឹងមានកូនច្រើនឆ្នាំហើយសូម្បីតែមនុស្សពេញវ័យក៏មិនអាចរស់បានដែរតើកូនបែបនេះអាចរស់បានដោយរបៀបណាបើគ្មានអ្នកណាមើលថែគាត់ក្មេងស្រីតើអ្នកចង់ទៅផ្ទះជាមួយយាយទេហើយជាកូនស្រីរបស់យាយសុខចិត្តទុកវ៉ាន់ជាកូនស្រីវ៉ាន់ក៏សុខចិត្តធ្វើដែរកូនស្រីយាយហើយខ្ញុំថាម្ដាយអស្ចារ្យណាស់ខ្ញុំមានបងស្រីរបស់អ្នកគឺមីងឆុងយួនខ្ញុំមានឪពុករបស់ខ្ញុំឈ្មោះវ៉ាន់បងប្អូនទី2ទី3និងទី4របស់អ្នកម្ដាយយើងបានស្វែងរកអ្នកពេញមួយថ្ងៃយើងមិនបានឃើញបន្លែព្រៃតែមួយមុខទេបើយើងរកអាហារមិនបានគ្រួសាររបស់យើងប្រហែលជាដាច់បាយម៉ាក់បងប្រុសទីរកបាននិយាយមានបន្លែទុនភ្លុននៅលើភ្នំខាងលិចបងស្រីម៉ាក់និងខ្ញុំទៅតែមកពីភ្នំខាងលិចបន្លែព្រៃនៅទីនោះទាំងអស់ត្រូវបានជីកខ្ញុំនឹងមិនកុហកវ៉ាន់មិនទេវាមិនអីទេពេលយើងទៅដល់ផ្ទះយើងនឹងឆ្លងកាត់ភ្នំខាងលិចហើយមើលតោះទៅផ្ទះអាយ៉ាពិតជាមានបន្លែព្រៃមែនអ្វីដែលបងស្រីនិយាយគឺជាការពិតវ៉ាន់មិនដែលកុហកទេវ៉ាន់រងចាំនៅទីនេះមួយថ្ងៃបងប្រុសនឹងមកជីកថងយួនមិនអីទេ990003361000033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 3ម៉ាក់ទន្សាយព្រៃនេះពិតជាស្លាប់មែនវ៉ាន់អាចចង្អុលបង្ហាញពីកន្លែងដែលបន្លែព្រៃនៅពេលណាក៏បានបើនាងចង់ស៊ីសាច់ទន្សាយនេះនឹងស្លាប់តើនាងជាតារាសំណាងទេតើតារាសំណាងអាចត្រូវគេបោះចូលក្នុងវាលខ្សាច់ដោយរបៀបណាវាត្រូវតែជាកំហុសឥឡូវនេះវាល្អណាស់បន្លែព្រៃនឹងទន្សាយនៅទីនេះបងថ្លៃស្រីតូចនេះទៅណាបើតើអ្នកបានយកក្មេងស្រីតូចនេះទៅណាតើខ្ញុំអាចទទួលបានវានៅណាទៀតបងថ្លៃខ្ញុំភ័យស្លន់ស្លោគ្រួសាររបស់អ្នកកំពុងរងចាំអាហារឥឡូវនេះអ្នកសុំទានលោកខ្លួនម្នាក់ទៀតនៅទីនេះខ្ញុំមិននៅរស់ទេតើមានអ្វីខុសវាមិនមែនជាអាជីវកម្មរបស់អ្នកទេទោះយ៉ាងណាក៏ដោយខ្ញុំតែងតែចង់បានកូនស្រីតូចវាគ្រាន់តែជាវាសនាប៉ុណ្ណោះខ្ញុំនឹងមានកូនស្រីនាពេលអនាគតនារីបបប្រាស់គឺជាមនុស្សល្អតើមានអ្វីល្អអំពីវាកុំនិយាយអំពីស្រីបបប្រាស់នៅទីនេះអ្នកក៏ជាស្រីបបប្រាស់ដែរតើអ្នកចាញ់ប៉ុន្មានកុំបង្ខំខ្ញុំឲ្យសម្លាប់អ្នកនៅពេលដែលខ្ញុំសប្បាយចិត្តបំផុតកុំស្អាតពេកខ្ញុំប្រាប់អ្នកខ្ញុំបានយកវាចេញពីភាពញញៃតើមានអ្វីល្អអំពីវានោះជាសិទ្ធវាមិនល្អក្នុងការយកវាឡើងនោះជាសិទ្ធវាមិនល្អក្នុងការយកវាឡើងអត់ទេពិតមាត់អ្នកញ៉ាំទឹកអំបិលហើយត្រាំសណ្ដែកសៀងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅលាមកមួយខ្ញុំប្រាប់អ្នកណាចង់រើសនៅទីនេះម្ដងទៀតកុំបន្ទោសខ្ញុំថាគ្មានសិលធម៌ទៅផ្ទះជាមួយខ្ញុំទៅផ្ទះអ្នកណាប្រាប់អ្នកឲ្យទៅក្មេងស្រីនេះដែលរើសយកភាពញញៃត្រូវតែអាក្រក់សម្រាប់យើងត្រូវតែចេញទៅប្រគល់វាមកខ្ញុំវិញត្រូវតែចេញទៅខ្ញុំនឹងទៅអ្នកសុំនឹងទទួលបានវាអ្នកទៅផ្ទះទៅផ្ទះError 504 server error សារពពកាឈូ1504 That's an error. There was an error. Please try again later. That's all we know. ការបកស្រាយរបស់លីនធ្វើចុះអ្នកនៅខាងក្រោយវិញសូមក្រឡេកមើលមកតើអ្នកអាចបើកទ្វារបានទេបើកទ្វារតោះទៅ
គ្រូសាខ្ញុំចូលយើងរំវីរដ្ឋាភិបាលចាប់ពីពេលនេះទៅវ៉ាន់វ៉ាន់គឺជាកូនស្រីរបស់ខ្ញុំនារីល្អម្នាក់នេះនរណាទ្រាំនឹងបាត់បង់នាងកូនប្រសាឲ្យប្រញាប់បញ្ជូននាងមកវិញបើរដ្ឋាភិបាលមកវានឹងអាក្រក់ម្ដាយនាងគួរឲ្យអាណិតណាស់ងើបហើយនាងនៅម្នាក់ឯងក្បែរភាពញញៃគ្មាននរណាម្នាក់មើលថែនាងទេវាជាជោគវាសនាដែលនាងបានជួបខ្ញុំវាក៏ជាជីវិតផងដែរប្រសិនបើអ្នកចង់ស្នាក់នៅបន្តមកស្នាក់នៅមកហើយលោកយាយហើយខ្ញុំថាប៉ាខ្ញុំជាបងប្រុសទី2របស់អ្នកគឺលេងជាយន់ខ្ញុំជាបងប្រុសទី3របស់អ្នកគឺលេងសៃហាន error 504 server error ខ្ញុំជាបងប្រុសទី4របស់អ្នកគឺលេង that's an error there was an error please try again later that's all we know មកសាច់ទន្សាយបរិភោគមកវ៉ាន់វ៉ាន់ញ៉ាំច្រើនទៀតម្ដាយនិងគ្រួសាររបស់នាងបានផ្ដល់អាហារដ៏ល្អបំផុតដល់វ៉ាន់វ៉ាន់ម៉ាក់យាយប៉ានិងបងប្អូនហូបបាយជាមួយវ៉ាន់វ៉ាន់ក្មេងឆ្លាតបែបនេះខ្ញុំមិនដឹងថាគ្រួសារណាបាត់បង់នោះទេគ្រួសារនោះព្រួយចិត្តប៉ុណ្ណាបៃមីងទៅក្រុងស្អែកសួរចាំមើលថាគ្រួសារណាប្រញាប់ផ្ញើទៅគេវិញខ្ញុំសុំទោសថែរក្សាពួកគេយកកូនទៅផ្ទះប្រសិនបើអ្នកចាក់ចេញខ្ញុំមិនចង់ចាក់ចេញពីអ្នកទេខ្ញុំនឹងមិនប៉ាម៉ាក់យើងមិនចង់ឲ្យបងស្រីខ្ញុំទៅទេខ្ញុំអាចបង្រៀននាងឲ្យសរសេរខ្ញុំទទួលខុសត្រូវការពីនាងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅអ្វីគ្រប់យ៉ាងដែលខ្ញុំញ៉ាំនាពេលអនាគតខ្ញុំឃ្លានខ្ញុំអាចលេងជាមួយនាងហើយផ្ដល់អាហារដល់នាងទាំងអស់បងស្រីមិនងាយស្រួលទេយើងមិនអាចបញ្ជូននាងចេញបានទេខ្ញុំទ្រាំលេងបានបងស្រីខ្ញុំមិនអាចទ្រាំទៅចោលឪពុកបានទេម្ដាយកុំឲ្យបងស្រីខ្ញុំទៅខ្ញុំមិនចង់ឲ្យបងស្រីខ្ញុំទៅទេខ្ញុំទ្រាំលេងបានបងស្រីមិនអីទេបន្ទាប់មកស្នាក់នៅនោះអស្ចារ្យណាស់ម្ដាយលោកតាឡើយឆៅបាននិយាយអណ្ដូងទឹកតែមួយនៅក្នុងភូមិយើងទឹកស្ទើរតែស្ងួតហើយគាត់បាននិយាយថាវានឹងជួយសង្គ្រោះគ្រួសារយើងបន្តិចបើមិនភ្លៀងទៀត error 500 server error 1500 that's an error there was an error please try again later that's all we know គ្រួសារបានមានទឹកនៅក្រោមអណ្ដូងម្ដាយវ៉ាន់វ៉ាន់នឹងទៅលេងទឹកជាមួយម្ដាយនៅថ្ងៃស្អែកមិនអីទេយកវ៉ាន់វ៉ាន់ទៅលេងជាមួយអ្នកញ៉ាំឡើងវ៉ាន់វ៉ាន់ត្រូវតែជួយគ្រួសាររបស់នាងរកទឹកនៅថ្ងៃស្អែកមិនមានទឹកនៅក្នុងអណ្ដូងទេមានតែធុងនេះទេអ្វីកុំប្រយុទ្ធខ្ញុំនឹងផ្ដល់ឲ្យអ្នកបន្តិចផ្ដល់ឲ្យខ្ញុំបន្តិចមនុស្សខ្លះមិនសមនឹងការរស់នៅទេពួកគេមិនអាចសំបីតែមានលទ្ធិការឈាមជីក្នុងការរៃអង្គាសប្រាក់ខ្មៅបន្តិចបន្តួចនោះជាសិទ្ធិទឹកជីលីនេះជាជីវិតរបស់អ្នកភូមិទាំងមូលខ្ញុំមានមាត់ភូមិទាំងមូលនឹងផឹកទឹកតិចនោះជាសិទ្ធិ